ស្ដីពុកម៉ែបងប្អូនជាទីរាប់អានថ្ងៃនេះ admin មានរឿងមួយទៀតហើយមកនិទានជូនបងប្អូនសន្តាប់ដូចតទៅរឿងនោះមានចំណងជើងថាខ្មោចឬមនុស្សមេភូមិកែវគឺជាមនុស្សដែលមិនចេះខ្លាចខ្មោចនោះទេហើយក៏មិនជឿថាមានខ្មោចផងដែរខណៈដែលមិត្តភក្តិគាត់2នាក់ទៀតនិងក្មួយប្រុសម្នាក់សុទ្ធតែធ្លាប់ជួបខ្មោចមិនត្រឹមតែជួបប៉ុណ្ណោះទេគឺថាខ្មោចលងសាហាវណាស់អ្នកខ្លះធ្លាក់ខ្លួនឈឺរាប់ខែក៏មានដែររហូតដល់ថ្នាក់លក់ដីមើលជំងឺទៀតផងខ្មោចតែងតែលងនៅប្រឡាយមួយដែលមានគ្រឿងចាក់ជាច្រើនកំពុងតែកាយដីធ្វើប្រឡាយជាប្រព័ន្ធស្រោចស្រពដំណាំស្រោចស្រពវាលស្រែរាប់ពាន់ហិកតានៅទីនោះសាច់រឿងនេះគឺមានមនុស្ស4នាក់ជាមនុស្សសំខាន់ទី1គឺមេភូមិកែវទី2គឺពូភក្ត្រាទី3ពូមុននិងទី4គឺនាយចម្រើននៅខេត្តពោធិ៍សាត់មានភូមិ2ជាប់គ្នាដែលមានវាលស្រែនៅចំកណ្ដាលជារបងខណ្ឌវាលស្រែមានទំហំទទឹងប្រហែលជា1គីឡូម៉ែត្រដូច្នេះមានន័យថាផ្ទះអ្នកភូមិគឺនៅឃ្លាតពីគ្នា1គីឡូម៉ែត្រនោះឯងដើមភូមិទាំងពីរគឺនៅជាប់ផ្លូវកៅស៊ូចំណែកឯនៅខាងក្រោយភូមិគឺជាប្រឡាយទឹកដែលគេកំពុងរៀបចំជាប្រព័ន្ធស្រោចស្រពស្រូវនៅរដូវប្រាំងប៉ុន្តែប្រឡាយទឹកនោះទៀតសោតគឺមិនទាន់រួចរាល់ជាស្ថាពរនោះទេខ្ញុំសូមទាញអារម្មណ៍លោកអ្នកមកស្ដាប់អំពីវាលស្រែដែលនៅចំប្រឡោះកណ្ដាលនៃភូមិទាំងពីរនោះសិនខ្ញុំសូមហៅថាភូមិទី1និងភូមិទី2ទៅចុះព្រោះថាម្ចាស់រឿងពុំបានប្រាប់ឈ្មោះភូមិមក admin នោះទេកាលពីឆ្នាំ2015-2016មានមនុស្សស្លាប់រហូតទៅដល់4នាក់បន្តកន្ទុយគ្នានៅឯវាលស្រែនោះឯងអ្នកស្លាប់ទី1គឺអាឆេវដែលជាក្មេងពាលប្រចាំភូមិត្រូវស្លាប់ដោយសារតែការវាយកាប់ចាក់គ្នារវាងបងតូចបងធំនៃភូមិទាំងពីរអ្នកស្លាប់ទី2គឺជានារីដ៏ស្រស់ស្អាតវ័យប្រហែលជា18ឆ្នាំត្រូវគេរំលោភហើយសម្លាប់ដោយយកសាកសពទៅបោះចោលនៅទីនោះវាប្រហែលជាពាក់ព័ន្ធអំពើប្រច័ណ្ឌផងរីឯអ្នកស្លាប់ទី3គឺមីងឌឿនគាត់ត្រូវស្លាប់ដោយសារតែរន្ទះបាញ់ជាមួយនឹងគោ3ក្បាលចំណែកឯអ្នកទី4គឺពូឈៀនគាត់គឺជាមនុស្សស្រវឹងខួបហើយត្រូវខ្យល់កោស្លាប់នៅកណ្ដាលវាលស្រែនោះឯងបន្ទាប់ពីមានរឿងរ៉ាវស្លាប់បន្តកន្ទុយគ្នាបែបនេះក្នុងរយៈពេល1ឆ្នាំនៅក្នុងភូមិនោះក៏ចាប់ផ្ដើមមានរឿងចម្លែកកើតឡើងជាច្រើនពួកគេសុទ្ធតែជាខ្មោចតៃហោងហើយតែងតែលងអ្នកភូមិនៅទីនោះរហូតដល់អ្នកខ្លះឈឺរាប់ខែក៏មានតែកន្លែងលងដែលសាហាវបំផុតគឺមិនមែនជាវាលស្រែនោះទេគឺនៅប្រឡាយទឹកនៅឯខាងក្រោយភូមិជាពិសេសកន្លែងដែលគេកំពុងជីកប្រឡាយនឹងឯងកម្មករជីកប្រឡាយអ្នកខ្លះដេកនៅក្នុងគ្រឿងចាក់អ្នកខ្លះក៏ដេកនៅខាងក្រៅដើម្បីយាមគ្រឿងចាក់ប៉ុន្តែត្រូវខ្មោចលងស្ទើរតែរាល់យប់ព្រោះតែបែបនេះពួកគេមិនហ៊ានដេកនៅទីនោះទៀតនោះទេដូច្នេះហើយនៅពេលដែលពួកគេធ្វើការចប់គឺតែងតែបើកគ្រឿងចាក់ទាំងអស់នោះមកដេកនៅក្នុងភូមិទី2ហើយមេភូមិកែវដែលជាមេភូមិទី2នោះតែងតែស្ដីបន្ទោសទៅកម្មករទាំងអស់នោះព្រោះតែគាត់មិនចង់ឲ្យពួកគេចូលមកនៅក្នុងភូមិឡើយដោយសារតែពួកគេតែងតែផឹកស្រាដូច្នេះហើយខ្លាចក្រែងមានបញ្ហាអ្វីពាក់ព័ន្ធជាមួយនឹងក្មេងទំនើងប៉ុន្តែបើខ្មោចលងរយប់បែបនេះទៅហើយតើអ្នកណាហ៊ានត្រឡប់ទៅដេកនៅឯប្រឡាយនោះវិញទៅគឺប្រកាសជាអត់ហើយនៅយប់មួយពូភក្ត្រាបានផឹកស៊ីនៅផ្ទះពូមុនដែលវាមិនឆ្ងាយប៉ុន្មានពីកន្លែងជីកប្រឡាយនោះទេនៅពេលដែលកំពុងជជែកគ្នាសុកស្រាប់តែអស់ស្រាពូមុនដែលជាម្ចាស់ផ្ទះគាត់រៀងរអៀសខ្លួនបន្តិចដែរក៏ងើបត្រេះទៅទិញស្រាបាត់ទៅដោយទុកឲ្យពូភក្ត្រាអង្គុយផឹកតែម្នាក់ឯងនៅទីនោះគាត់អង្គុយបណ្ដើរហូបសាច់ខ្លែងបណ្ដើរបន្ទាប់មកគឺឮសំឡេងគ្រឿងចាក់កាយប្រឡាយនោះទាំងយប់ដោយមានភ្លើងចាំងឆ្វេងឆ្វាយភ្លឺពេញប្រឡាយតែម្ដងគាត់គិតនៅក្នុងចិត្តថាហ
ตุអ្វីក៏ពួកគេធ្វើការទាំងយប់បែបនេះគ្រឿងចាក់ទាំងអស់នោះវាបញ្ចេញសំឡេងឮខ្លាំងណាស់ប្រកាសជារំខានដល់អ្នកភូមិដេកពួនហើយបន្ទាប់ពីគិតហើយគាត់ក៏ងើបទៅកាន់ទីនោះព្រោះថាកម្មករទាំងអស់នោះក៏សុទ្ធតែជាមនុស្សធ្លាប់ស្គាល់គ្នាដែរនឹងចង់ទៅសួរគេថាតើហេតុអ្វីបានជាធ្វើការទាំងយប់អញ្ចឹងនៅទីនោះទៀតសោតក៏វាមិនឆ្ងាយប៉ុន្មានដែរគឺប្រហែលជា2ទៅ300ម៉ែត្រប៉ុណ្ណឹងឯងពីផ្ទះពូមុននៅពេលដែលគាត់ធ្វើដំណើរទៅកាន់ទីនោះគាត់ឆ្ងល់ថាហេតុអ្វីផ្លូវដែលគាត់ដើរប្រៀបដូចជាលើផ្លូវបេតុងមួយអញ្ចឹងមិនមានជាន់ដីឬចង្ហុកអីបន្តិចសោះខណៈដែលផ្លូវនោះគឺពោពេញទៅដោយចង្ហុកធំធំហើយចំណែកឯដីវិញគឺប្រៀបដូចជាម្សៅអញ្ចឹងគឺថាមាត់ផងតែម្ដងដើរបន្តិចគឺហុយត្រឡោមព្រោះវាគឺជាផ្លូវដែលឡានធំបើកបរឆ្លងកាត់ទៅមកដើម្បីដឹកអាចដីចេញពីប្រឡាយនោះពេលដែលគាត់ដើរកាន់តែគៀកគ្រឿងចាក់ទាំងអស់នោះវាហាក់ដូចជាបាត់ទៅបន្តិចម្ដងពន្លឺភ្លើងដែលធ្លាប់ចាំងឆ្វេងឆ្វាចនៅលើប្រឡាយនោះវាក៏ចេះតែបាត់ទៅបន្តិចម្ដងដូចគ្នាហើយទីនោះវាកាន់តែងងឹតទៅនៅពេលដែលពូភត្រាដើរទៅដល់ទីនោះភ្លាមស្រាប់តែបាត់គ្រឿងចាក់អស់រលីងសូម្បីតែភ្លើងចាំងនៅលើប្រឡាយក៏មិនមានទៀតដែរនិយាយរួមទៅគឺគ្មានអ្នកណាធ្វើការនៅទីនោះទាល់តែសោះគឺមានតែគាត់ម្នាក់គត់នៅលើប្រឡាយនោះឯងពូភត្រាភ្ញាក់ព្រឺតហើយស្វាងស្រាចេះតែម្ដងចំណែកឯខ្លួនប្រានវិញគឺចាប់ផ្ដើមព្រឺសម្បុរខ្ញាក់ហើយជើងរបស់គាត់ចាប់ផ្ដើមញ័រឈានបកក្រោយមិនចង់រួចនោះទេចំណែកឯរឿងដែលគួរឲ្យអាម៉ាស់បំផុតនោះគឺគាត់ថែមទាំងរៀបនោមដាក់ខោទៀតផងគាត់បានឈរនៅទីនោះដោយភាំងស្មារតីប្រហែលជា1នាទីបន្ទាប់មកគាត់ក៏ព្យាយាមតាំងស្មារតីឡើងវិញហើយរត់ចាក់ចេញពីទីនោះយ៉ាងលឿនបាត់ទៅនិយាយអំពីពូមុនវិញនៅពេលដែលគាត់ត្រឡប់មកវិញគឺមិនឃើញមិត្តភ័ក្តិនោះទេក៏គិតថាប្រហែលជាគាត់ត្រឡប់ទៅផ្ទះវិញបាត់ហើយនៅក្នុងចិត្តពូមុនរៀងខឹងបន្តិចដែរព្រោះថាមិត្តភ័ក្តិទៅមិនប្រាប់គាត់ក៏មានគំនិតមួយថាថ្ងៃស្អែកគាត់នឹងទៅស្ដីបន្ទោសពូភត្រាហើយពេលព្រឹកស្អែកថ្ងៃបន្ទាប់គាត់ក៏ទៅរកពូភត្រាមែនដើម្បីនិយាយអំពីរឿងនោះប៉ុន្តែនៅពេលដែលគាត់ទៅដល់ក៏ឃើញពូភត្រាឈឺជ្រុះសក់ស្ទើរតែអស់ទៅហើយទើបដឹងថាពេលនោះគឺពូភត្រាត្រូវខ្មោចលងពូមុនបានយករឿងនេះទៅប្រាប់លោកមេភូមិកែវដែរប៉ុន្តែគាត់មិនជឿនោះទេហើយថែមទាំងស្ដីបន្ទោសពូភត្រានិងពូមុនថាមកពីពួកគាត់ផឹកស្រាច្រើនពេកហើយនឹងហាមមិនឲ្យពួកគាត់ផឹកស្រាជាបន្តទៀតនោះទេប្រហែលជាមួយសប្តាហ៍ក្រោយមកគឺដល់វេននាគចម្រើនម្ដងខ្ញុំសូមនិយាយអំពីនាគចម្រើននេះបន្តិចគាត់ត្រូវជាក្មួយរបស់មេភូមិកែវហើយក៏ជាមនុស្សប្រុសដែលស្រឡាញ់ប្រុសដូចគ្នាដែរគាត់បានស្រឡាញ់បុរសម្នាក់ឈ្មោះថារ៉ូជាអ្នកបើកបរគ្រឿងចាក់នៅប្រឡាយនោះឯងនៅថ្ងៃមួយប្រហែលជាម៉ោង12ថ្ងៃត្រង់គាត់បានយកម្ហូបទៅឲ្យថារ៉ូដល់កន្លែងធ្វើការតែម្ដងនៅពេលដែលគាត់កំពុងតែដើរទៅកាន់ទីនោះគាត់មើលពីចម្ងាយឃើញគ្រឿងចាក់ជាច្រើនកំពុងតែកាយដីធ្វើការយ៉ាងសស្រាក់សស្រាំដើរបណ្ដើរចម្រើនគិតក្នុងចិត្តបណ្ដើរហេតុអ្វីថ្ងៃនេះពួកគេនៅតែមិនទាន់សម្រាប់ហូបបាយអញ្ចឹងខណៈដែលរាល់ដងម៉ោងប្រហែលជាម៉ោង11អីគឺពួកគាត់សម្រាប់អស់ហើយរហូតដល់ម៉ោង1ជាងទើបពួកគាត់ធ្វើការឡើងវិញនៅពេលដែលនាយចម្រើនទៅដល់ទីនោះតើអ្នកទាំងអស់គ្នាដឹងទេថាគាត់បានឃើញអ្វីគឺគាត់បានឃើញគ្រឿងចាក់ជាច្រើនកំពុងធ្វើការដោយខ្លួនឯងដោយពុំមានមនុស្សបើកបរនោះទេពេលនោះគាត់ធ្លាក់ស្រាក់ពីដៃហើយស្រែកឡើងផ្លាត់សំឡេងបន្ទាប់មកគាត់ក៏រត់ចូលក្នុងភូមិវិញដោយទឹកមុខស្លេកស្លាំងបំផុតគាត់រត់ទៅដល់ផ្ទះពូរបស់គាត់គឺមេភូមិកែវនោះឯងលោកមេភូមិកែវបានប្រាប់ថាគ្មានអ្នកណានៅកន្លែងគ្រឿងចាក់នោះទេពួកគេចេញទៅហូបបាយអស់ទៅហើយនៅពេលដែលឮលោកមេភូមិគាត់បញ្ជាក់បែបនេះគឺច្បាស់ហើយថានាយចម្រើនគឺត្រូវខ្មោចលងគឺលងស្រស់លងទាំងថ្ងៃតែម្ដងប៉ុន្តែទោះបីជាបែបនេះក្តីមេភូមិកែវគាត់នៅតែមិនជឿថាមានខ្មោចលងក្មួយរបស់គាត់នោះទេគាត់និយាយថាក្មួយរបស់គាត់គឺឈួតនឹងស្នេហាខុសធម្មជាតិ
ថ្ងៃនោះដោយសារតែនីចម្រើននៅក្មេងអាយុទើបតែ23ឆ្នាំប៉ុណ្ណោះហើយកម្លាំងគេនៅមាំដូច្នេះគេពុំធ្លាក់ខ្លួនឈឺនោះទេតែរំលងមួយថ្ងៃក្រោយមកកន្លែងនោះក៏កើតមានរឿងរ៉ាវជាបន្តទៀតគឺពូមុនផ្ទាល់តែម្ដងដោយសារតែផ្ទះគាត់នៅឯចុងភូមិដូច្នេះមិនសូវជាឆ្ងាយពីកន្លែងកាយប្រឡាយទឹកនោះទេតែមិនមែនមានន័យថាវានៅចិត្តដូចមុនឡើយព្រោះឥឡូវនេះប្រឡាយនោះគេកាយទៅរៀងឆ្ងាយគូសំហើយប៉ុន្តែនៅតែអាចមើលពីផ្ទះគាត់ឃើញយ៉ាងច្បាស់នៅយប់នោះគាត់អង្គុយផឹកស្រានៅក្រោមផ្ទះម្នាក់ឯងនិយាយទៅពូមុននេះគាត់ចូលចិត្តផឹកស្រាខ្លាំងណាស់ប៉ុន្តែគាត់មិនចូលចិត្តផឹកស្រានៅខាងក្រៅនោះទេគឺគាត់ចូលចិត្តតែផឹកស្រានៅផ្ទះនឹងឯងព្រោះមានប្រពន្ធជួយធ្វើសាច់ខ្លែមទើបគាត់មិនចង់ទៅណាយប់នោះប្រហែលជាម៉ោង11ទៅហើយគាត់ស្រាប់តែឮសំឡេងក្មេងយំគឺយំល្វើយនៅកន្លែងកាយប្រឡាយនោះឯងប៉ុន្តែពុំមានគ្រឿងចាក់នោះទេព្រោះឲ្យតែល្ងាចឡើងកម្មករបើកគ្រឿងចាក់ចូលមកក្នុងភូមិអស់ហើយព្រោះតែខ្លាចខ្មោចលងគាត់គិតនៅក្នុងចិត្តថានេះប្រហែលជាប្រពន្ធរបស់កម្មករហើយប៉ុន្តែយប់ថ្មើរនេះតើទៅរកអីនៅទីនោះកម្មករមកដេកនៅក្នុងភូមិអស់ទៅហើយនឹងការពិតទៅគាត់ដឹងរឿងរ៉ាវខ្មោចលងនៅទីនោះដែរប៉ុន្តែគាត់មិនដែលជួបផ្ទាល់ដូច្នេះគាត់មិនសូវជាខ្លាចប៉ុន្មាននោះទេបើនិយាយពីអារម្មណ៍នៅពេលនោះវិញពូមុនគាត់គិតខ្លាំងជាងគេគឺខ្លាចប្រពន្ធកម្មករទៅរកប្តីនៅទីនោះហើយយប់ជ្រៅណាស់ទៅហើយវាគ្រោះថ្នាក់ខ្លាំងណាស់ហើយណាមួយទៀតក្មេងកំពុងយំផងគាត់មិនបានគិតអ្វីច្រើនក៏ដើរទៅកាន់ទីនោះតែម្ដងពេលដែលគាត់ដើរទៅដល់ប្រឡាយទឹកនោះកន្លែងដែលគេកំពុងតែជីកមិនទាន់ហើយតែអ្នកទាំងអស់គ្នាដឹងទេថាពូមុនគាត់ឃើញអ្វីគឺគាត់ឃើញអស់ហើយខ្មោចទាំង4នាក់នៅជុំគ្នាតែម្ដងមិនតែប៉ុណ្ណោះថែមទាំងខ្មោចគោ3ក្បាលដែលងាប់ដោយរន្ទះបាញ់ទៀតខ្មោចអាឆេវអង្គុយនៅច្រាំងប្រឡាយមុខវារយះទៅដោយកាំបិតហើយឈាមប្រឡាក់ស្រោចពេញខ្លួនឯខ្មោចស្រីដែលត្រូវគេសម្លាប់យកទៅបោះចោលនៅឯវាលស្រែនោះឃើញអង្គុយ3កូននៅលើទំនប់ប្រឡាយនោះឯងខ្មោចមីងឈឿនដែលត្រូវរន្ទះបាញ់គឺកំពុងតែឃ្វាលគោនៅខាងក្រោយនាងនៅខាងចុងប្រឡាយដែលគេមិនទាន់ជីកដល់នោះឃើញមានខ្មោចពូឈៀនគាត់ឈរនៅទីនោះម្នាក់ឯងប៉ុន្តែមិនមានជើងនោះទេចំណែកឯដៃវិញគឺមានកាន់ដបស្រាជាប់ពេលដែលឃើញខ្មោចទាំង4នាក់នៅជុំគ្នាបែបនេះគឺគាត់អស់ព្រលឹងរលីងតែម្ដងគាត់រត់ត្រឡប់មកវិញដោយមិនដឹងខ្លួននោះទេមិនដឹងថារត់ដល់ទីណាឡើយដឹងត្រឹមថាគិតតែពីរត់យ៉ាងណាឲ្យផុតខ្មោចទាំង4នាក់នោះរត់រហូតដល់គាត់ដួលសន្លប់ស្ដុកស្ដឹងហើយមិនដឹងថាខ្លួនឯងសន្លប់នៅទីណានោះទេរហូតដល់ថ្ងៃបន្ទាប់ទើបគាត់ដឹងខ្លួនឡើងវិញប៉ុន្តែគាត់ត្រូវគេយកទៅសង្គ្រោះនៅឯមណ្ឌលសុខភាពគាត់សួរប្រពន្ធថាតើគាត់ដួលសន្លប់នៅកន្លែងណាប្រពន្ធបានប្រាប់គាត់ថាគឺសន្លប់នៅឯប្រឡាយទឹកនោះឯងនិយាយចុះឡើងទើបដឹងថាគាត់រត់កាលពីយប់មិញនោះគឺមិនបានរត់ចេញទៅណានោះទេគឺរត់នៅកន្លែងដដែលមានន័យថាខ្មោចចាប់គាត់ជាប់ទៅហើយទោះបីជាគាត់ប្រឹងរត់យ៉ាងណាក៏រត់មិនដល់ផ្ទះដែរពូមុនគាត់ឈឺយូរជាងគេគឺឈឺដល់ទៅ2ខែឯណោះទើបជារហូតដល់ប្រពន្ធគាត់លក់ស្រែអស់មួយកន្លែងដើម្បីព្យាបាលជំងឺប្តីជំងឺរបស់ពូមុនគឺថាគាត់ដេកមិនលក់តតែសោះតែងតែប្រើថ្នាំងងុយដេកការដេកមិនលក់បែបនេះបានធ្វើឲ្យស្មារតីគាត់វង្វេងវង្វាន់ជារឿយប៉ុន្តែ2ខែក្រោយមកគាត់បានជាសះស្បើយហើយត្រឡប់មកជាប្រក្រតីវិញពេលនោះកម្មករជីកប្រឡាយបានជីកផុតឆ្ងាយពីភូមិនោះហើយប៉ុន្តែនៅទីតាំងដដែលនោះគឺថាខ្មោចនៅតែលងដដែលពេលខ្លះគេឃើញមានគ្រឿងចាក់មកជីកប្រឡាយនៅកន្លែងដដែលវិញពេលខ្លះគេឮសំឡេងមនុស្សជជែកគ្នាផឹកស៊ីស្រែកលោឡានៅទីនោះទៀតផងតែនៅពេលដែលទៅដល់គឺពុំមានអ្វីទាល់តែសោះនិយាយពីលោកមេភូមិកែវវិញគាត់មិនជឿរឿងខ្មោចទាំងអស់នោះទេហើយថ្ងៃមួយស្រាប់តែមនុស្សទាំង3នាក់ដូចជាពូភក្ត្រាពូមុននិងនីចម្រើនបានជួបជុំគ្នាដើម្បីធ្វើបាបគាត់ដោយបញ្ឆោតឲ្យពូកែវទៅកន្លែងដែលមានខ្មោចលងនៅយប់នោះមានព្រះច័ន្ទពេញវង្ស
នេះចម្រើនបានទៅកុហកនៃភូមិកែវថាពូភក្ត្រានិងពូមុនកំពុងតែឆ្លោះគ្នានៅឯប្រឡាយទឹកនោះដោយសារតែពួកគាត់ផឹកស៊ីស្រវឹងមេភូមិកែវឮដូច្នេះគាត់ក៏ស្ទុះវឹងប៉ុន្តែទៅដល់ទីនោះគឺមិនឃើញមានអ្នកណាឆ្លោះប្រកែកគ្នាអ្វីនោះទេហើយគាត់ក៏ដឹងថាចាញ់ល្បិចក្មួយហើយក៏ត្រឡប់មកផ្ទះវិញទាំងមុខចងចិញ្ចើមពេលនោះគាត់មិនបានជួបអ្វីចម្លែកទេហើយពេលទៅដល់ក៏រករឿងនេះចម្រើនយ៉ាងចាស់ដៃតែម្ដងពូមុនហើយនិងពូភក្ត្រាគាត់ខឹងខ្លាំងណាស់ហើយពូមុនក៏និយាយថាអត្រាឯងមើលអាកែវចុះវាអត់ជឿថាមានខ្មោចនោះទេនៅពេលដែលពួកយើងមិនឆោតវាទៅទីកន្លែងដែលមានខ្មោចទៅហើយខ្មោចបែរជាមិនលងវាទៅទៀតបែបនេះដូចជាអយុត្តិធម៌ពេកហើយមិនអីទេអាម៉ុនពេលនេះយើងបានបញ្ឆោតវាឲ្យខ្មោចលងប៉ុន្តែខ្មោចបែរជាមិនលងវាទៅវិញបើអញ្ចឹងយើងមានតែសម្ដែងធ្វើជាខ្មោចលងវាទៅដើម្បីឲ្យវាជឿជាក់ថាខ្មោចពិតជាមានមែននៅក្នុងលោកនេះគំនិតនេះល្អណាស់តើបើពួកយើងសម្ដែងធ្វើជាខ្មោចនោះវាប្រកាសជាជឿលើលោកនេះគឺពិតជាមានខ្មោចមែនហើយពេលដែលកំពុងតែពិភាក្សាគ្នានេះចម្រើនបានមកដល់ហើយពួកគេក៏រៀបចំគម្រោងបោកបញ្ឆោតមេភូមិម្ដងទៀតដោយពួកគេសម្ដែងធ្វើជាខ្មោចតែពួកគាត់មិនលេងនៅឯប្រឡាយទឹកនោះទេព្រោះខ្លាចជួបរបស់ពិតដោយបង្វែរផែនការទៅលេងនៅឯដើមពោធិ៍មួយកន្លែងនៅឯខាងត្បូងភូមិវិញម្ដងនៅទីនោះមិនមានខ្មោចលងអ្វីនោះទេហើយក៏ជាកន្លែងស្ងប់ស្ងាត់ផងដែរវាគឺជាផ្លូវរទេះមួយដែលមានដើមពោធិ៍យ៉ាងធំដុះនៅទីនោះលោកមេភូមិកែវឧស្សាហ៍ដើរកាត់ទីនោះណាស់ព្រោះឲ្យតែល្ងាចឡើងគាត់ទៅស្រោចបន្លែនៅឯចំការរបស់គាត់ហើយម៉ោង6ឬ7ល្ងាចទើបគាត់ត្រឡប់មកវិញនៅល្ងាចមួយពូត្រាពូមុននិងនីចម្រើនបានរៀបចំផែនការធ្វើជាខ្មោចលងពូកែវពិតប្រាកដមែនដោយក្នុងដៃរបស់ពួកគេមានកាន់ធូបមួយបាច់ហើយអុជធូបឡើងក្រហមច្រាលទាំង3នាក់ឡើងទៅលើដើមពោធិ៍ពូមុនគាត់ឈរនៅមេឃខាងឆ្វេងពូត្រាគាត់ឈរនៅចំកណ្ដាលនៃដើមចំណែកឯនីចម្រើនគឺឈរនៅខាងស្ដាំពេលនោះទើបតែម៉ោង6កន្លះនោះទេប៉ុន្តែមេឃងងឹតបាត់ទៅហើយមើលផ្លូវស្ទើរតែមិនចង់ឃើញពួកគេចាំពូកែវមួយសន្ទុះទើបឃើញគាត់ត្រឡប់មកពីចំការវិញគ្រាន់តែឃើញបែបនោះភ្លាមម្នាក់ព្យាយាមផ្លុំភ្លើងធូបឲ្យវាបែកផ្កាភ្លើងព្រាកបន្ទាប់មកក៏បន្លឺសំឡេងធ្ងោប្រៀបដូចជាខ្មោចលងអញ្ចឹងមេភូមិកែវនៅពេលដែលគាត់ឃើញសភាពបែបនេះមានអារម្មណ៍ថាចម្លែកបន្តិចដែរប៉ុន្តែមិនគិតថាជាខ្មោច 100% នោះទេគាត់គិតនៅក្នុងចិត្តថាបើសិនជាបំណាច់ជាខ្មោចមែនគាត់ត្រូវតែដាក់អស់មួយថ្នាក់សិនបើអស់មួយថ្នាក់នេះហើយនៅតែឈរបានទៀតគឺគាត់ដឹងតែរត់ហើយមានន័យថាគាត់បានយកចំពាមកៅស៊ូទៅតាមខ្លួនហើយមានក្របលុញមួយថ្នាក់ទុកការពារខ្លួនដែរមេភូមិកែវបាញ់ចំពាមកៅស៊ូត្រង់ណាស់មួយគ្រាប់ដំបងត្រូវពូមុនហើយគាត់ស្រែកថាអូយប៉ុន្តែខ្ទប់មាត់ចិត្តមិនលឺដល់មេភូមិកែវនោះទេគ្រាប់ទី2ត្រូវពូត្រាគាត់ស្រែកថាអូយដូចគ្នាប៉ុន្តែខ្ទប់មាត់ចិត្តនៅគ្រាប់ទី3ត្រូវចំកណ្ដាលក្បាលរបស់នីចម្រើនហើយបែកគ្រាប់លុញខ្ចាយធ្វើឲ្យនីចម្រើនធ្លាក់ពីលើដើមឬសូរតែដឹបបន្ទាប់មកគាត់ក៏ស្រែកឡើងថាខ្ញុំទេពូពេលនោះទើបមេភូមិដឹងការពិតថាមិនមែនជាខ្មោចនោះទេហើយគាត់ក៏និយាយប្រាប់មិត្តភ័ក្តិនិងក្មួយប្រុសរបស់គាត់ថាបើសិនជានៅតែមិនស្រែកគឺគាត់បាញ់តតែអស់គ្រាប់មួយថ្នាក់នឹងឯងទើបគាត់រត់អ្នកទាំង3និយាយអ្វីមិនចេញនោះទេព្រោះពួកគេព្យាយាមធ្វើបាបលោកមេភូមិកែវដល់ទៅ2លើកទៅហើយតែនៅតែបរាជ័យទីបំផុតទៅមេភូមិកែវនៅតែមិនជឿថាមានខ្មោចហើយមិនដែលត្រូវខ្មោចលងសូម្បីតែម្ដងរហូតមកដល់ពេលបច្ចុប្បន្ននេះហើយរឿងយើងក៏ត្រូវបានបញ្ចប់ត្រឹមតែប៉ុណ្ណេះសូមអរគុណសម្រាប់ការតាមដានសន្តាប់តាំងពីដើមរហូតដល់ចប់សូមជម្រាបលា